ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកលេងស្រុកកំណើតរដូវបិណ្ឌភ្ជុំមកបញ្ចេញស្នាដៃម្ដងជាមួយអ្នកម្ដាយខ្ញុំហើយនឹងកូនពៅឥឡូវយើងចាប់ផ្ដើមរៀបចំដាក់ទឹកកាត់ភ្លើងហើយយើងដាក់ឆ្នាំងដាំទឹកចោលដើម្បីយើងឲ្យវាពុះហើយយើងចាប់ផ្ដើមទៅវិញសមវិញហើយយើងទៅមើលស្នាដៃអ្នកម្ដាយខ្ញុំគាត់វិចម្ដងនេះគឺជាសំចេកគាត់កំពុងណាចងហើយខ្ញុំជាអ្នករោមវាខ្ញុំអ្នកចងចំណែកប្អូនបើខ្ញុំការងារគាត់អត់មានធ្វើអីទេគឺជូតស្លឹកចេកមានធ្វើអីទេជូតស្លឹកចេកឲ្យទៅណាបាត់ទេឡើយគួយសើចញ៉ាំហ្នឹងរត់បាត់ទេឡើយចេកញ៉ាំអត់ហើយទេជូតឡើងដើរទៅណាបាត់ទេឡើយជូតបានពី3លឹកហ្នឹងរត់បាត់ទេឡើយបងប្អូនខ្ញុំតែនិយាយបងប្អូនហ្នឹងគេបានបើទៅវិញនិយាយអត់ចូលគ្នាឥឡូវសមយើងចាប់ផ្ដើមចងហើយឥឡូវយើងកំពុងរៀបចំដាក់កញ្ច្រែងយកទៅស្ងោរពួកអីទឹកយើងពុះហើយសមយើងក៏ចងហើយដែរចងស្នាដៃខ្ញុំណាខ្ញុំអ្នកចងឥឡូវយើងមកមើលទឹកយើងពុះហើយឥឡូវយើងចាប់ផ្ដើមដាក់ចូលឆ្នាំងដាក់ស្ងោរវាហើយតង់ទី1នៅមានតង់ទី2ទៀតអានេះយើងស្ងោរសមជ្រូកចាំតង់ទី2យើងដាក់សមចេកម្ដងហើយយើងបង្កាត់ភ្លើងហើយកាត់ភ្លើងឲ្យវាខ្លាំងទៅហើយស្ងោរប្រើពេលវេលាយូរដែរហ្នឹងខ្ញុំអត់បានកំណត់ម៉ោងពួកអីអត់បានមើលម៉ោងដឹងតែដុតភ្លើងឥឡូវយើងចូលតង់ទី2យើងដាក់សមចេកម្ដងដាក់សមចេកអានេះតង់ទី2ឥឡូវយើងដាក់ទឹកជាកិច្ចមកហើយឥឡូវយើងចាប់ដើមដាក់ទឹកហើយបិទក្របស្ងោរឥឡូវឆ្អិនវិញឥឡូវឆ្អិនហើយយើងចាប់ដើមស្រង់វាយកទៅទុកដើម្បីយកទៅវត្តស្អែកព្រោះស្អែកថ្ងៃភ្ជុំដល់ពេលអញ្ចឹងយើងត្រូវស្ងោរវានឹងហើយយើងស្ងោរហើយអីហើយយើងឥឡូវយើងចាប់ផ្ដើមហែកម្ដងហែកភ្លក់មុនរសជាតិម្ដាយរបស់ខ្ញុំឆ្ងាញ់ណាស់ស្នាដៃអ្នកម្ដាយមើលតំណងដល់ហើយVoice over ក៏លេបទឹកមាត់ដែរឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន